ជំរាបសួរណែលោកគ្រូបាទខ្ញុំតែងឮណែចាស់បុរាណមិញគាត់រៀនត្រូរៀនខ្លុយរៀនបៃរៀនសាឡៃគាត់តែងតែមានសំឡេងរៀងខ្លួនអញ្ចឹងបងប្អូនគាត់ចង់ដឹងសំឡេងត្រូសោលោកគ្រូមុននឹងប្រគំលោកគ្រូមានសំឡេងយ៉ាងម៉េចសូមលោកគ្រូអញ្ជើញបង្ហាញសំឡេងត្រូនេះជូនដល់បងប្អូនខ្មែរយើងក៏ដូចជាវិស័យភ្លេងខ្មែរពិសេសគឺត្រូសោតែម្ដងគឺលោកគ្រូតែងតែសំឡេងត្រូយ៉ាងម៉េចបាទសូមអញ្ជើញលោកគ្រូបាទសំឡេងត្រូសោលោកគ្រូសយបាទនេះគេសំឡេងត្រូដល់គេសាកមើលដឹងវាភ្លាវឬអត់ណាតែឲ្យវាឆ្អាលវាយ៉ាងមិនខ្លះឡប់មើលស្រួលរឿងស្រួលបាទចុះលោកគ្រូសាកមើលបង្ហាញបន្តិចគេសាកមើលអត់ភ្លាវណាបាទអានឹងត្រូនេះអត់ភ្លាវគ្រូណាហ្នឹងនិយាយត្រូវហើយត្រូវបាទហើយលឺស្អាតទេគ្រូបើរឹតមិនទាន់ត្រូវអាចភ្លាវអាចភ្លាវទេយើងអាចសេរីម្ដងទៀតបាទអត់ឆ្អាលទេសោះហើយគ្រូសូមបង្ហាញឲ្យលលាត្រូបន្តិចធ្វើពីស្នែងនេះស្នែងក្បីគ្រូណាស្នែងក្បីគ្រូបវល់មកគ្រូបវល់មកជុំហ្នឹងគ្រូធ្វើពីស្នែងបវល់ឃើញអូនេះពងពើទៀតស្អាតបាទរឿងវាស្អាតមកហើយធំគ្រូធំណាបាទពិសេសណែមួយទៀតណែមានកាយ៉ាវវិញខ្ញុំសុំចង្អុលនេះមានគេថាមានឡាយវានេះអានេះធម្មជាតិហ្នឹងមានធ្វើខ្លួនឯងទេណាធម្មជាតិនេះអានេះស្នែងមកតែមកអញ្ចឹងឯងបាទគេថាស្បែកវិញបើញ៉េរឿងស្បែកលេខ1នេះឡើងប្រហែល2បាទនឹងកាល់ខូចមិនងាយមានទេបាទមិនងាយមានស្បែកហ្នឹងហ្មងបើមានក៏វាកម្របាទពិសេសគឺស្នែងឬតែខ្វះទៀតខ្វះហើយត្រូវនេះលក់ដែរលោកគ្រូលោកគ្រូលក់មិនលក់លក់ស្នែងក្បីកម្រណាគ្រូបើខ្ញុំដាក់លក់ដល់ម្ចាស់គេអ្នកលក់ខ្ញុំឃើញអ្នកកូន VA ខ្ញុំគ្រូឯង VA អត់មានច្រើនលោកគ្រូ VA តែបានលុយហងអញ្ចឹងហ្នឹងគ្រូ